ប្រសិនបើអ្នកទាំងអស់គ្នាផ្ដល់សេចក្តីទុកចិត្តឲ្យពូឡើងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជាពូនឹងធ្វើកំណែតម្រង់មុនគេគឺកីឡាករទី1ទី2ពូនឹងកែប្រែបានន័យថាមន្ត្រីហើយនឹងគ្រូឧទាហរណ៍ថាតើមានការរៀបចំការរុះរើអានឹងមិនយើងអាចផ្លាស់ប្ដូរបានអញ្ចឹងឧទាហរណ៍ថាថ្ងៃហ្នឹងយើងបរាជ័យយើងចាញ់ហើយចាញ់ទៀតបើយើងអត់មានការកែប្រែយើងអត់មានការរុះរើគឺនៅដដែលអញ្ចឹងហើយសួរថាយើងទទួលយកបទពិសោធន៍នឹងប្រមាណដងទៀតយើងសិក្សានឹងប្រមាណដងទៀតដល់ភ្លេងខំដល់គាត់ដល់បើកឆាកមកអាប្រកួតដែលយើងសង្ឃឹមថាយើងឈ្នះការប្រកួតថ្ងៃបើកឆាកប៉ះមួយសិង្ហបុរីនៅម៉ូរ៉ាដូជោយើងបែរជាផ្្លាត់ចាញ់គេចុងម៉ោង 2-1 ហើយបើប៉ះជាមួយឥណ្ឌូពូនិយាយតាំងពីថ្ងៃទៅថាយើងមិនរំពឹងថាឈ្នះឥណ្ឌូទេគ្រាន់តែយើងកាត់បន្ថយពីគ្រាប់ច្រើនបន្តិចអានេះមានពីច្រើនបន្តិចណាពីតិចទៅច្រើនវិញអានេះ double over ហ្មង 5-1 មកតង់លេង 3-0 នេះហ្នឹងដំបូងឡើយពូដាក់ target ថាឆ្នាំ 5000 គីឡូអាចថាយើងមានការកែប្រែយើងប្រសើរជាងនឹងពូគាត់ថាមិនឆ្នាំ 5000 ទេមើលទៅអញបែបបានទេមើលទៅរស់បែបងាប់ទៅបាត់នេះដូរកម្រិតលើសិង្ហបុរីទៀតការពិតទៅអាបទពិសោធន៍យើងនឹងវាយើងទទួលបានឆ្អែតឆ្អន់ហើយយើងទទួលបាននឹងយើងសិក្សាក៏យើងសិក្សាឆ្អែតឆ្អន់ហើយក្នុងដីក៏យើងសិក្សាក្រៅដីក៏យើងសិក្សាយើងទទួលបទពិសោធន៍ដដែលឥឡូវឃើញទេថ្មីមកមួយទៀត 5-1 បាល់ទាត់អញ្ចឹងបានថាហេតុអីបានបាល់ទាត់មួយរយៈចុងក្រោយនេះអាបូណេតម៉ារ៉ូនូនសវណ្ណរិទ្ធមិនបានអត់សូវក៏ក្រឹកក៏ក្រែងដូចមុនអ្នកគ្រប់ត្រូលទាំងយើងទាំងគេវាណាយដែរវាមូម៉ៅដែរបើចាញ់ហើយចាញ់ទៀតចាញ់ហើយចាញ់ទៀតបើវាមានទៅមានមកខ្លះក៏យើងអាចថាយើងកាត់កងទទួលយកបាននេះមួយម៉ានេះតែអានេះអត់ទេចាញ់ហើយចាញ់ទៀតអាប្រទេសដែលលេងកម្រិតស្មើយើងក៏យើងចាញ់ដល់ពេលអញ្ចឹងវាធ្វើអ្នកគ្រប់ត្រូលគាត់ធុញថ្ងៃហ្នឹងយើងចាញ់ឥណ្ឌូនេស៊ីទុកទៀតអញ្ចឹងបានថាមុនការប្រកួតពូព្យាករតាំងពីថ្ងៃម៉ោង1ពូងើបពីគេងពូញ៉ាំបាយពូប្រាប់បងពូថាថ្ងៃប៉ះឥណ្ឌូនេស៊ីហ្នឹងអាមុននឹងលេងហ្នឹងយើងមិនរំពឹងតែឈ្នះឥណ្ឌូទេគាត់យើងកាត់បន្ថយលទ្ធផលពីច្រើនបន្តិចមែនឃើញទេឥឡូវចាញ់ទៀតហើយនេះឥណ្ឌូគេមិនទាន់ប្រើកីឡាករគេពេញសាច់ផងអូស្ការចុះបើគេដាក់ពេញសាច់មកគីបអារបស់គេមកយើងសាកសម័យមើលនិយាយអញ្ចឹងនិយាយទៅគឺនិយាយអញ្ចឹងមកឥឡូវយើងនៅសល់2ប្រកួតទៀតក្នុងដីមកប្រកួតក្រៅដីមកប្រកួតថ្ងៃ3ប៉ះជាមួយទីម៉ូហើយ3-4ថ្ងៃក្រោយទៅជួបជាមួយនឹងក្រុមវៀតណាមនេះអាក្រុមចុងក្រោយនេះប៉ះមួយវៀតណាមនេះវៀតណាមក៏ខ្លាំងហើយវៀតណាមខ្លាំងមកមិនវៀតណាមខ្លាំងវៀតណាមខ្លាំងទៅពីដើមមកហើយក្នុងចំណោម4ប្រកួតហ្នឹងយើងរំពឹងថាយើងនឹងឈ្នះទីម៉ូប៉ុន្តែបើយើងចាញ់ទីម៉ូទៀតរ៉េស្តង់ហើយអាហ្នឹងគឺរីគៀនហើយពូមើលហើយយើងមិនបន្ទោសទេកីឡាករយើងអស់ហើយកម្រិតយើងគឺអស់តែប៉ុណ្្នឹងហើយប៉ុណ្្នឹងហើយគ្រូចង់ដូរគូកោជីចេញហៅស៊ីដានក៏ដោយចុះសេម៉ូរីញ៉ូក៏ដោយក៏នៅតែប៉ុណ្្នឹងដែរអានេះពូធ្វើសេចក្តីរាយការណ៍ផ្ទាល់ហ្មងហ្នឹងនិយាយជំនួសនិយាយពីអារម្មណ៍ពិតជំនួសអ្នកគ្រប់គ្រងហ្មង